ជម្រាបសួរសួរក៏មកកាន់ប្លុកថ្មីរបស់កុសមាខ្លាយមែនអត់ពីព្រោះដងខ្ញុំតែងតែស្លៀកពាក់បែបជាលក្ខណៈយុវវ័យតែលាក់សក់មុខខ្មៅល្ងឹតប៉ុន្តែថ្ងៃនេះមានអារម្មណ៍ថាបារមីនៅពីក្រោយចែងចាំងតែម្ដងដោយសារតែឈុតពណ៌ទឹកមាសលាយជាមួយនឹងម៉ូតសក់នៃការផាត់មុខអមជាមួយនឹងរ៉ូបដ៏ស្រស់ស្អាតពី Florence Gold អូយខ្ជិលនិយាយទៅស៊ីវិល័យជឿនលឿនតែម្ដងជាមួយនឹងកុសមាអញ្ចឹងណាអូខេថ្ងៃនេះខ្ញុំនឹងបង្ហាញសកម្មភាពថ្មីមួយទៀតតែឲ្យបងប្អូនទាំងអស់គ្នាបានឃើញគឺជាសកម្មភាពដែលនេះខ្ញុំទៅច្រៀងអាហ្វែអានេះគេហៅអាហ្វែច្រៀងការចាគឺជាការប្រគំមន្ត្រីដែលរៀបចំឡើងដោយនាងខ្ញុំផ្ទាល់តែម្ដងហើយនាងខ្ញុំថ្ងៃនេះក៏ជា leader គេដែរអញ្ចឹងចង់ឲ្យបងប្អូនទៅឃើញថាតើនៅពេលដែលនាងខ្ញុំទៅធ្វើការប្រគំមន្ត្រីអីអញ្ចឹងទៅតើនាងខ្ញុំនឹងលេងសើចបែបម៉េចហើយនាងខ្ញុំមើងម៉ាត់អត់ហើយកាចអត់ហើយណាមួយទៀតចង់ឲ្យបងប្អូនទៅឃើញការប្រគំមន្ត្រីរបស់ក្រុមមន្ត្រីកុសមា Entertainment ហ្នឹងមានន័យថាតើពួកគាត់លេងព្រោះអត់តារាចម្រៀងខ្ញុំស្អាតអត់ហើយការរៀបចំមិនដែរអីអញ្ចឹងណាអ្វីដែលជាពិសេសកូនក្រមុំកូនកន្លោះគឺស្អាតអត់តោះឥឡូវកុំឲ្យរងចាំយូរទៅទស្សនាទាំងអស់គ្នាហើយមិនក៏មកថតក្នុងឡានខ្ញុំណាដល់ឡានខ្ញុំក៏ខិតយេអុយបើសុំទៅមិនភ្ញាក់គឺតែថាកាមេរ៉ាមែនមានរឿងជាមួយខ្ញុំហ្នឹងខ្ញុំនិយាយមែនសក់យកកាមេរ៉ាមកថតក្នុងឡានខ្ញុំក៏ក្រេកខ្លាចណាស់អូខេចាឥឡូវនេះខ្ញុំបានមកដល់ហើយនៅ The Premier អាគារ AB ចាចង់និយាយថានៅពេលដែលមកជាមួយនឹងរោងគឺស៊ីគ្នាតែម្ដងចាបៃតងជាមួយនឹងទឹកមាសតោះឥឡូវចូលខាងក្នុងចង់ដឹងថាខាងក្នុងស្អាតយ៉ាងណាចានេះគឺជាឆាកធំរបស់យើងដែលតារាចម្រៀងគឺយើងត្រូវទៅសម្ដែងនៅលើឆាកហ្នឹងអូខេចាឥឡូវនេះគឺជាសម្រាប់កូនកន្លះកូនកំមុំចាកូនកំមុំកំពុងតែថតរូប sweet តិចច្រឡំសន្និសិទកសែតទេមែនទេចាមើលក្រុមការងារច្រើនមែនតើចាអូខេចាបន្ទាប់ពីហ្នឹងយើងទៅទស្សនានៅខាងតន្ត្រីករដែលគាត់កំពុងតែតេស្តសោនចានេះគឺគេកំពុងតែធ្វើការតេស្តសោនចាព្រោះនំធម្មតានៅពេលដែលយើងមុននឹងយើងចាប់ផ្ដើមគឺយើងត្រូវតេស្តសោនសិនចឹងនេះគឺដៃយូឡុងរបស់ខ្ញុំលោកពិសិដ្ឋចាចាតែខ្លួនស្អាតទេធ្វើទឹកមុខតិចចាចាតបមកអត់មានអីច្រើនទេគឺយើងដងតុកគឺយើងញ៉ាំអីចាឥឡូវយើងស្វាគមន៍ជាមួយតារាចម្រៀងយើងតិចទៅចាជម្រាបសួរចានេះគឺជាតារាចម្រៀងតែតាំងខ្លួនខាងរបស់គេចាអូខេ Hello បងប្អូននេះមួយបង Hello អូខេចាអញ្ចឹងអូយឥឡូវយើងឈប់សិនណាតិចទៀតគឺនឹងដល់វគ្គសម្ដែងហើយអញ្ចឹងកុំភ្លេចរងចាំទស្សនាទាំងអស់គ្នាណានេះគឺមានកិត្តិយសបានប្រុសសង្ហាចាដោយសារខ្ញុំទៅនេះគឺប្រុសស្អាតហ្មងខ្ញុំនិយាយមែនណាចានិយាយទៅត្បូងពេជ្រត្បូងគេថាគ្រាប់ពេជ្រតន្ត្រីចាគាត់ដៃហ្គីតាហើយនេះដៃស្គរចាអូងាយស្រួលទៀតចាហើយនេះដៃបាសចាដៃបាសចាអីងាយស្រួលទៀតមានសុជីវធម៌ល្អមែនតើចានិយាយទៅពេលដែលមកសម្រាប់តិចថាក្រុមពួកខ្ញុំផឹកស៊ីចាគឺអត់ទេពួកខ្ញុំចូលចិត្តអានធម៌ទៅជាមួយនឹងការស្ដាប់បទចម្រៀងអញ្ចឹងមិនសូវជាផឹកស៊ីអីញ៉ៃទេចាដោយសារតែយើងចាំនៅពេលកម្មវិធីយើងចាំយើងផឹកស៊ីចាកុំឲ្យរំខានដល់ម្ចាស់កម្មវិធីចាតារាចម្រៀងពីរអ្នកខ្ញុំគឺគាត់មានទម្លាប់មួយចូលចិត្តជូននោម្ដងបាត់ជើងម្ដងគឺ4-5ម៉ោងទ្រាំចេញចាកំពូលរាជនីឆ្នាំប្រចាំក្រុមនាងខ្ញុំគឺបងហនសុជាតាមហាឆ្នាំលើឡើងឆ្នាំកំសាយនាងខ្ញុំគឺតែងតែមានអាយកូមចនិចដោយសារតែនាងខ្ញុំគឺជាសាច់ការដែរអញ្ចឹងណាលើដោយសារតែនេះខ្ញុំអ្នកស្រឡាញ់សុខភាពអញ្ចឹងណាអញ្ចឹងបើហូបសេងហូបហែងពេញតុកមែនប៉ុន្តែនេះខ្ញុំមិនញ៉ាំទេនេះខ្ញុំញ៉ាំជាមួយនឹងសាឡាត់ដោយសារតែនេះខ្ញុំស្រឡាញ់ស្បែកជាមួយនឹងសុខភាពចាមែនហូបសេងហែងអត់ឆ្ងាញ់ទេណាចាដោយសារនេះខ្ញុំស្រត់តងន់អូខេចាឥឡូវនេះកម្មវិធីយើងគឺបានចាប់ផ្ដើមហើយក្រុមមន្ត្រីក៏ឡើង stand by ឲ្យអស់ដែរគឺយើងចាប់ផ្ដើមប្រគំហើយឥឡូវបងប្អូនទាំងនេះទៅទស្សនានៅសកម្មភាពចាសេវាកម្មពីក្រុមមន្ត្រីកុសមា Entertainment សមិញម្ដេចបងថាអូន
រៀងកាយចិត្តឥតមានnơiណាហាក់ដូចជួបผ่านព្រះអិនចិនអូនស្នេហ៍តែប្របងមួយជាត្រួយថ្លាជីវិតក្លៀតតែពេលបងចាស់ទៅមើលផ្លូវមិនច្បាស់អូននឹងពាក់វ៉ាប្រអបបទចំរៀងនេះទុកស្ដាប់ថ្ងៃក្រោយអនុញ្ញាតយើងខ្ញុំទាំងពីរនាក់សូមគោរពភាពរកិច្ចចំពោះការផ្ដល់វត្តមានយ៉ាងខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តមអ្នកអុកញ៉ាលោកអុកញ៉ាលោកជំទាវអស់លោកលោកស្រីអ្នកនាងកញ្ញានិងភ្ញៀវកិត្តិយសជាទីគោរពនិងជាទីមេត្រីទោះជាពេលវេលាកន្លងយ៉ាងណាស្នេហាមិនប្រែទុកលោកពេញដោយក្តីស្នេហ៍គ្រប់យ៉ាងស្របងប្រមានមនុស្សអណាវិយោគៀវខ្ចីចាញ់ថ្លៃមកលេងរំវងអណាវិយោគៀវខ្ចីចាញ់ថ្លៃមកលេងរំវងរូបអប្រមានត្រង់អើយឆោមយំរូបរាងអសង្ហាអើយអូខេចា៎លោកតាបងប្អូនអរនេះអរគុណអ្នកស្នានេះគឺបានទស្សនាឃើញនៅសកម្មភាពរបស់ប្រតិបត្តិកុសលឯកតែមែនឥឡូវនេះកម្មវិធីបានរលូនហើយប៉ុន្តែថ្ងៃនេះចង់ណែនតែយើងនៅស្បត់ថ្ងៃស្អែកទៀតអញ្ចឹងជួបគ្នានៅថ្ងៃស្អែកណាអត់មានអូតណាយណាអត់មានទឹកបាត់ទេណាហើយតែមើលដល់ចប់ជួបគ្នាស្អែកសាកុំសន្និថ្មីណាថ្ងៃនេះគឺជាថ្ងៃទី2នៃការងាររបស់នាងខ្ញុំដែលថ្ងៃហ្នឹងគឺការងារបែបដដែលគឺយើងទទួលក្រុមមន្ត្រីដែលនៅកោះពេជ្រ JKL ឥឡូវនេះខ្ញុំកំពុងតែនៅសាឡុង15ចាកំពុងតែផាត់មុខចានេះគឺមួយវិចាំរបស់នាងខ្ញុំដែលតែងតែតប់មុខនាងខ្ញុំអញ្ចឹងណាចាហើយនេះគឺជាតកែហាងស្រីចាតកែអត់សូវសុបាយចិត្តទេដោយសារគាត់រៀងសម្បើចាសម្បើរឿងអីគេបាក់ចិត្តហ្មងបាក់ចិត្តរឿងអីរឿងលុយនិយាយដើមនេះចានិយាយទៅគឺកូនជាងនិយាយដើមមេជាងចាអត់ទេខ្ញុំនិយាយមែនម៉ៃសាំងបុនច្រើនពេលខ្លះម៉ៃសាំងបាបពេលខ្លះមិនក្មេងៗវាស្អប់ម៉ៃញយល់អត់ចាកាត់ទៅណាអូអូខេអូខេអរេជឿជាក់ថាបងប្អូនអស់ថ្ងៃហ្នឹងចង់ដឹងថាថ្ងៃហ្នឹងខ្ញុំស្លៀកសម្លៀកពាក់អីហើយរោងផងខ្ញុំទៅហ្នឹងតើស្អាតបែបម៉េចប៉ុន្តែខ្ញុំដឹងព្រឹកមិញហ្នឹងគឺខ្ញុំបានទៅហែចំនួនដែរប៉ុន្តែដូចជារោងបែបជាសាមញ្ញប៉ុន្តែលក្ខណៈពណ៌ស្វាយរៀបទៅគាត់បែបសាមញ្ញតិចតិចចាប៉ុន្តែថ្ងៃនេះគឺយើងលេងឈុតធំតែអ្នកភ្លេងគឺយើងមានដល់តែ9នាក់ហើយអ្នកចម្រៀងដូចជា172នាក់172នាក់ហ្នឹងគឺអត់បានមកទេមកបានតែ8នាក់ទេគេចូលលើឆាកចាអូយវាមិនតន់អាលៀអូនតែបងបារម្ភពីខ្លាចអាលៀអញ្ចឹងអូនឯងធ្វើឲ្យស្រួលប្រយ័ត្នអាលៀភ្នែកបងអាលៀភ្នែកអាលៀជាបងចាយថេបណាអូនអូនឯងមើលតែកាមេរ៉ាមែនបងអូនថ្ងៃក្រោយគេអត់ប្រើម៉ាស៊ីនផ្លុំនឹងម៉ាស៊ីនមូនឹងមកមូសក់បងឯណាអូនឯងមានម៉ាស៊ីនមូពណ៌មាសហ៎ប្រើពណ៌មាសអូឌីស័យបងត្រូវពណ៌មាសកាយហាងណាមានទេថាបើប្រុសវិញអូចិញ្ចឹមអូយពួកណៃបងនិយាយអត់ស្ដាប់ហ្មងនេះពេលដល់ណៃផាត់ដៃម្ខាងទីកុំប៉ះមុខបងណៃយកតែដៃម្ខាងកាន់ជក់នឹងប៉ះមុខបងបានហើយហើយមីអូនអូនឯងបាញ់ surprise ឬក៏មួយបងអូនខ្នងមកឡើងចុះសឹកទឹកស្តុកមានច្រើនណាចាស្តុកអីគេស្តុក surprise ចាអូចាខ្ជះខ្ជីមែនតើអញ្ចឹងមកតកែអូនឯងស្អប់អូនឯងអ្នកម៉ែកូនជាងម៉ែឯងពេលខ្ញុំនិយាយថាបាញ់ spray ពេញសក់ខ្ញុំមកបាញ់ចូលខ្នងខ្ញុំប្រាប់ថា spray មានស្តុកច្រើនណាស់ដូចខ្ញុំដើរចេញឆាប់មកតង់ខ្ញុំតង់ខឹងអូខេមិននិយាយលេងខ្ញុំមិនកាច់ថ្នាក់ហ្នឹងទេអញ្ចឹងតាមសកម្មភាពខ្ញុំជីបន្តណាអត់ដល់ពេលតែងខ្លួននេះយើងហឹកតិចវារំខាងមុខខ្លួនឯងប្រៀបដូចទៅជាអឺរ៉ុបចឹងណា Selena Gomez ហើយស្រឡាញ់មុខខ្លួនឯងនៅពេលដែលផាត់ហើយនៅពេលដែលអត់ផាត់ភាគច្រើនជាងគាត់មកអត់សូវបើកទ្វារឲ្យទេដោយសារតែគាត់ស្មានអ្នកដតីចឹងណាទៅពេលផាត់មុខហើយគាត់ដឹងតែគាត់ស្មានអូខេឥឡូវមុខខ្ញុំផាត់មុខហើយតែកៅអៅអត់តមកទៅយកទេប៉ុន្តែខ្ជិលបង្ហាញឲ្យបងប្អូនទៅមើលដល់កន្លែងហាងម្ដងទៀតអញ្ចឹងយើងទៅ Florengo
ដើម្បីទៅយករោបហើយយើងចេញទៅកោះពេជ្រអូខេចាជំរាបសួរសាជាថ្មីឥឡូវនេះបានផាត់មុខហើយនឹងតែងខ្លួនរួចហើយចាឈុតសម្លៀកបំពាក់គឺបានមកពី Florence Girl អរគុណបងស្រីគឺថាគាត់ខំកាត់តាំងពីយប់ទល់ភ្លឺឲ្យបងស្រីតែម្ដងធ្វើឲ្យបងតាន់ពីព្រោះឲ្យបងរវល់រាល់ថ្ងៃអរគុណឥឡូវនេះគឺជាសកម្មភាពដែលយើងនៅកោះពេជ្រចាបៃយាគាហើយជាមួយនឹងក្រុមតន្ត្រីយើងបែប classic ដែលក្នុងហ្នឹងគឺឈុតភ្លេងមានដល់ទៅ9ឧបករណ៍ចាហើយសភាពគឺមានអារម្មណ៍ថាពណ៌ស្វាយពេញតែម្ដងហើយយើងមានអារម្មណ៍ថាស៊ីជាមួយនឹងឈុតអត់ស៊ីជាមួយនឹងរោងតែម្ដងចាអូខេទៀតនឹងបង្ហាញបងប្អូនទាំងអស់គ្នាឲ្យបានឃើញសកម្មភាពយើងខ្ញុំជាបន្តពីព្រោះយើងថ្ងៃនេះមានបទពិរោធជាច្រើនហើយជាមួយនៅតារាចម្រៀងហើយនឹងពិធីការនេះដល់ល្បីគឺបងច័ន្ទកែនិមុតដែលគាត់នឹងជាពិធីការនេះនៅក្នុងកម្មវិធីយប់នេះផងដែរអូខេកុំឲ្យរងចាំយូរទៅទស្សនាសកម្មភាពរបស់ខ្ញុំដូចតទៅអូខេចាឥឡូវនេះខ្ញុំនឹងបង្ហាញសកម្មភាពហើយនឹងឧបករណ៍ខ្លះៗដែលយើងត្រូវការនៅក្នុងកម្មវិធីមន្ត្រីរបស់យើងផងដែរនេះគឺជា mixer ចាដែលជា mixer គេហៅថា mixer ស៊េរីថ្មីតើគេគឺនៅក្នុងគេហៅគេ digital ចាគឺឧបករណ៍បែប digital អញ្ចឹងនៅពេលដែលសោលឺចេញមកគឺព្រោះហើយយើងអាចធ្វើដូច concert ធំក៏បានដែរដោយសារតែឧបករណ៍របស់យើងគឺជាឧបករណ៍ដែលទំនើបតែដៃខ្ញុំហ្នឹងក៏ខ្លាំងដែរគឺគាត់បកកាយខាងមិចអីចឹងណាគាត់ឈ្មោះកាយចាសក់គាត់រៀងស្អាតទេគឺគាត់រកដែរអញ្ចឹងណាចាហើយឆាកនេះគឺជាឆាកសម្រាប់តន្ត្រីក៏លេងចាប៉ុន្តែព្រោះដោយសារតែឥឡូវគឺគេពេញនិយមសម្រាប់ការយកឆាកមួយដែលឡែកចាដែលឲ្យក្រុមតន្ត្រីគាត់លេងនៅលើហ្នឹងប៉ុន្តែបើសិនជាយើងលេងបែបជាលក្ខណៈឈុតធំជាមួយនឹង classic គឺយើងត្រូវតែលេងនៅលើឆាកធំវិញអញ្ចឹងយើងក៏ដកឧបករណ៍បែបជាលក្ខណៈ classic ហ្នឹងចាមកលើឆាកធំដែលនៅក្នុងហ្នឹងគឺមានឧបករណ៍ជាច្រើនមានដូចជាគហ្គាតាសាំ violon saxophone កងតាបាស cello គឺមានច្រើនមែនតើអញ្ចឹងនៅពេលដែលឧបករណ៍នៅខាងលើឆាកនេះដែលកំពុងប្រគំមកធ្វើឲ្យឮសូរសំឡេងយ៉ាងពីរោះតែម្ដងចាជាមួយនឹងឧបករណ៍របស់យើងផ្គុំចូលគ្នាគឺធ្វើឲ្យកម្មវិធីនៅក្នុងរាត្រីនេះកាន់តែរលូនហើយជាពិសេសនៅពេលដែលភ្ញៀវគាត់បានស្ដាប់ទៅគាត់មានអារម្មណ៍ថាដូចគាត់កំពុងតែមើលការប្រគំ concert ដ៏ធំមួយអញ្ចឹងចានេះគឺជាការរៀបចំរបស់កុសមា Entertainment ហើយមានជាច្រើនទៀតយើងនឹងជម្រាបជូនបងប្អូនតាមដំណាក់ការផងដែរឥឡូវនេះយើងកំពុងតែ stand by ចាំទទួលភ្ញៀវដែលអញ្ជើញចូលនៅពេលម៉ោង 6យើងនឹងចាប់ផ្ដើមនៅការប្រគំតន្ត្រីតែម្ដងចានិយាយថាម្ចាស់កម្មវិធីគេកំឡុងពណ៌ស្វាយនេះចាន់កែនៅមុខក៏លេងរោងទឹកបិចចាគិតមិនអ្នកទាំងអស់គ្នាកុំជឿនេះគេហៅថាទឹកបិចបាយស្វាយប៉ុន្តែសុភ័ក្រកុសមាគ្នាដឹងមិនអញ្ចឹងខ្ញុំមិនហ៊ានថាអីបងប្អូនជួយមើលនឹងគេហៅស្វាយនឹងគេហៅតបាយព្រៃពណ៌ស្វាយហ្មងស្វាយនេះបងប្អូនស្វាយតែតបាយព្រៃយើងការខោនេះបងប្អូននេះហៅស្វាយចាមកឈឺភ្នែកអីទៅរោងគេទៅតបាយព្រៃវិញអត់យល់អានេះហៅស្វាយបងប្អូននេះប៉ុន្តែរោងខ្ញុំនេះពណ៌ស្វាយឥឡូវងាយចងចាឲ្យឃើញស្វាយដាក់មកឲ្យស្វាយមកតែនោះមានចេះនេះសោះតែចង់និយាយថាសុភ័ក្រកុសមាក៏ពាក់អត់ត្រូវទេណាទៀតចាអត់អីខ្ញុំយកចូលម្នាក់មួយអូនអត់ទេពាក់ពណ៌អត់ត្រូវទេអូយស្អាតចែបានស្អាតរបស់គេជឿញ៉ាំនៅ MC ចឹងកូនសម្រាប់ពីប្លុកធ្វើអីតប្លែកខ្ញុំអត់យល់ទេបើឈុតខ្ញុំទៅផ្ទះវិញហ្មងចាមកមួយទៀតណែជួយងើបឈរតិចអូនស្វាយចេញមកផ្កាឈូកអូគេលាត់តែពីក្នុងអញ្ចឹងពេលច្រៀងលាត់ពីក្នុងដែរណាមិននេះគេអត់អីទេចាបងនិមលមិញគឺទឹកបិចយកហ្មងនិយាយទៅវិលមុខហ្មងតែពណ៌ស្វាយចេញពណ៌នេះតែអីគាត់នៅតែស្អាតដែរដោយសារតែពណ៌ស្រៀងគ្នាអញ្ចឹងណាអញ្ចឹងអត់អីទេខ្ញុំធ្វើអារម្មណ៍បានខ្ញុំសប្បាយចិត្តសប្បាយចិត្តតាចង់និយាយថាកម្មវិធីនេះអ្នកម្ដាយនេះខ្ញុំមកដែរចាប៉ុន្តែអ្វីដែលកាន់តែពិសេសគឺនេះខ្ញុំផ្លេចចាកបោខ្ញុំម៉ែកបោខ្ញុំទៅបាយដាក់គេទៅខ្លួនតែទៅសយចាមិនមកយើងទេមកថាកូនមើលថ្ងៃនឹងស្អាតថាកូនណាប៉ុន្តែសំខាន់ណាថ្ងៃនឹងមកស្អាតខ្លាំងណាស់មែនចាំងព្រាលើភ្នែកចាដៃដល់ពេលគាត់ថាមកចាំងភ្នែកដៃលើរហូតកូនដៃលើដៃស្ពះចឹងហ៎ជូនពរកូនលើដៃទៀតព្រាអូខេជាបឋមយើងខ្ញុំទាំងពីររូបសូមការអនុញ្ញាតគោរពនិងជម្រាបសួរអាយដាមលោកអញ្ញាលោកជំទាវអស់លោកស្រីអ្នកនាងកញ្ញាភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិទាំងអស់
ពីបាខ្លាំងណាស់ចង់បំភ្លេចបងឲ្យបានរួមខាងបានដូចជោអារម្មណ៍ เพียงชาติใดเธอเราไม่อาจได้คู่กันในชาตินั้นที่ยอมเปลี่ยวใจเธอร้ายเธอ I climb every mountain and swim every ocean just to be with you and fix what I broken. អូនគឺជាមនុស្សដ៏ល្អបំផុតដែលបងបងទុំជាយូរខែឆ្នាំអូនគឺជាមនុស្សដ៏សែនសំខាន់នៅក្នុងជីវិតបរមនាងនេះ ទូរឿងរ៉ាវខ្លាំងបងធ្នមខំឆ្កងតែរូបអូននៅតែស្រឡាញ់បងក៏ព្រមតែអូនទងចិនដាក់បេះដូងទើបមិនរករឿងប្រងពុំងាយ នេះជាមនុស្សដែលបងត្រូវការជីវ៉ាក្បែរបងក្រុមពី មិនថាពេលអូនលំបាកឬមានក្តីសូមបងតែនៅចិន រំភើបកូនកំមុំជាកងបណ្ដាដែរវៃភើបក្រុមការងារចង់ថាមិញពេលវាខ្លីអញ្ចឹងនៅពេលដែលយើងរៀបផាសសិចលើឆាកទៅហើមកលើនេះអញ្ចឹងណាខ្ញុំមានអារម្មណ៍ថាពួកគាត់ខ្នាក់ខ្នែងរំភើបខ្ញុំមានអារម្មណ៍ណាពួកគាត់យកចិត្តទុកដាក់ការងារមួយហ្នឹងបើទោះជាការងារហ្នឹងវាអ្នកខ្លះគេមិនសូវឲ្យតម្លៃលើអ្នកសិល្បៈឬក៏អីប៉ុន្តែពេលក្រោយខាងក្រោយនៅទទួលរូបភាពគឺជាការមួយដែលចង់ឲ្យម្ចាស់កម្មវិធីគឺជោគជ័យឲ្យដោយរលូននិយាយទៅចង់ឲ្យម្ចាស់កម្មវិធីគឺសប្បាយចិត្តហ្មងអញ្ចឹងខ្ញុំជាអ្នកជើញពួកគាត់មកជ្រៀងខ្ញុំមានអារម្មណ៍ពេលពួកគាត់ហ្នឹងហើយរួបរวมគ្នាឲ្យគាត់ជ្រៀងខ្ញុំមានអារម្មណ៍ថាខ្ញុំរំភើបខ្ញុំសប្បាយចិត្តដែលបានពួកគាត់មកនៅក្បែរខ្ញុំហើយបានពួកគាត់នៅមនុស្សល្អៗនៅចិត្តខ្ញុំអញ្ចឹងខ្ញុំអរគុណដល់ក្រុមការងារក្រុមមន្ត្រីផងខ្ញុំជាពិសេសហ្មងខ្ញុំអរគុណដល់អ្នកចម្រៀងក្រុមមន្ត្រីឲ្យដល់ខាង sound ឧបករណ៍ភ្លេងខ្ញុំអរគុណមែនតើសម្រាប់ការសហការយ៉ាងល្អហើយបាញ់មិនមិនសិនបងប្អូនបាននៅហ្នឹងបានន័យថាគឺព្រឺសបល់មកដោយសារតែគាត់លេងឲ្យជាមួយនឹងការជាមួយការឆ្លៀងវាចូលគ្នាឲ្យធ្វើឲ្យកងកន្លះកងកំមុំគាត់រំភើបជាមួយយើងដែរអញ្ចឹងវាជាភាពជោគជ័យមួយដែលខ្ញុំសប្បាយចិត្តវាយំមិនមែនយំសំដែងទេទី1រំភើបជំនួសប្អូនប្រុសដែលប្អូនប្រុសជាកូនកន្លងហ្នឹងគាត់ការអញ្ចឹងណាព្រោះប្អូនខ្ញុំគាត់ប្រកែគាត់មានចំណេះគាត់ចេះហ่าអញ្ចឹងពេលឃើញគាត់ការអញ្ចឹងមានអារម្មណ៍ថារំភើបហើយទី1ចំណែកខ្លួនឯងដែរតែខ្លួនឯងអត់មានអ្នកយកអញ្ចឹងណាហើយមើលឲ្យឡើងហិត សុភ័ក្រក៏សម្រាប់គាត់ទៅជាបងប្អូនចំនួនមួយជាមួយនឹងខាងកូនកម្លោះហើយគាត់នឹងកូនកម្លោះនិយាយតែគាត់និយាយអានេះនិយាយទៅភ្នែកដឹងថាគាត់សប្បាយចិត្តអបអរសាទរគាត់គឺគាត់រៀនតូចចិត្តមិនអំពីការ ឌីលមើលងាយលោតជុំមីខ្ញុំតែឯងមកបងមកហេមក អត់ទេអូអត់ឆ្លងមកឲ្យផ្កាមកបាច់អូន ហេអាលុបផ្កាគូ គាត់ត្រៀមឲ្យរត់ឆ្វេងរត់ស្ដាប់ឲ្យ តើ ទៅ ឲ្យត្រៀមមួយគាត់សម្រាប់នេះដែរអូន មកđây មកសូមឲ្យគាត់សម្រាប់ជូនពរតែហាមទឹកភ្នែកចា តែប៉ុន្មានពេលដែលបងអូនប្រុសបងស្រីគាត់ដើរមកហ្នឹងគឺខ្ញុំទឹកភ្នែកនៅក្រួយហើយរំភើបស្រឡាញ់បងអូនព្រោះបងអូនប្រកែបើទោះជាមិនសូវបានស្និទ្ធស្នាលគ្នាប៉ុន្តែបងអូនគឺជាប្រុសមួយដែលមានសមត្ថភាពរៀនប្រកែឆ្លាតចរិតល្អជាបរិសុទ្ធពេញលក្ខណៈជាកូនដ៏កតញ្ញូអញ្ចឹងក្នុងថ្ងៃពិសេសជូនពរដល់កូនកន្លះកូនកំមុំទទួលបាននៅសំណាងល្អមានសុភមង្គលហើយជាពិសេសចាប់ដៃគ្នាសូមឲ្យកាន់តែស្រឡាញ់គ្នារហូតដល់ចាស់កោងខ្នងតាមពិតយំហ្នឹងបូកផ្សំនឹងចិត្តឃើញគេការយើងមានអារម្មណ៍អាណិតម៉ែដែរព្រោះម៉ែដើរមកកូនអើយម៉ែយំ3ដងហើយអញ្ចឹងអត់អីទេម៉ែឆ្នាំក្រោយខ្ញុំដឹងឲ្យម៉ែបានហើយ ឡើងរងនឹងបងបានទេព្រលឹងមានបងសូមសួស្ដីឡើងរងនឹងបងបានទេព្រលឹងមាន
ស្រីមិនបានណាថ្លៃបានឬមិនបានណាថ្លៃឬមួយស្រីជាប់រងនឹងគេបើសិនអូនមិនទុកទេបើសិនអូនមិនទុកទេកុំឲ្យខ្វះគេបងសូមថយវិញ អរគុណច្រើនបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដាននៅវីដេអូនិងសកម្មភាពការងាររបស់ខ្ញុំតាំងពីម្សិលមិញរហូតដល់ពេលនេះឥឡូវគឺថាបានចប់សពគ្រប់ហើយគឺថាមានតាំងពីសុបាយមានតាំងពីទឹកភ្នែកទៀតប៉ុន្តែទឹកភ្នែកមិនទឹកភ្នែកគេសំដែងគឺទឹកភ្នែកចេញពីបេះដូងមែនតើចាអញ្ចឹងខ្ញុំអរគុណមែនតើអញ្ចឹងសម្រាប់បងប្អូនទាំងអស់គ្នាដែលពេញចិត្តនៅសេវាកម្មក្រុមមន្ត្រីរបស់គូស្មាយ Entertainment សូមកុំភ្លេចអាចទំនាក់ទំនងមកកាន់ Page គូស្មាយ Entertainment បានហើយយើងខ្ញុំនឹងមានកញ្ចប់ពិសេសជូនទៅបងប្អូនទាំងអស់គ្នាជាពិសេសសម្រាប់កូនកន្លះកូនកំមុំតែម្ដងដែលមានកម្រងរៀបការនៅក្នុងរដូវកាលថ្មីនេះតែម្ដងចាអរគុណច្រើនសម្រាប់ការតាមដាននៅវីដេអូនេះណាអរគុណ